យើងគឺធ្វើបានជោគជ័យហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាពុកម៉ែ I never made it, but I know what it takes. I'm motivated by a mix of emotion. Got my statement. បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបធ្វើ green screen ដើម្បីដាក់នៅលើវីដេអូរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើ green screen បានដោយប្រើប្រាស់ជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា Fonto បងប្អូនទាំងអស់គ្នាបន្ទាប់ពីបងប្អូនប្រើជាមួយ Fonto ហើយបងប្អូនអាចយកមកប្រើវាជាមួយនឹង CapCut ទៀតហើយ green screen ដែលយើងប្រើយើងអាចយកមកប្រើជាមួយវីដេអូផ្សេងៗបានផងដែរអញ្ចឹងយើងចូលទៅនៅក្នុងFonto មុនសិនទៅអញ្ចឹងបងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំបានរបៀបដាក់ font ខ្មែររបស់យើងចូលនៅក្នុង Fonto គឺខ្ញុំបានធ្វើហើយអញ្ចឹងចូលមកដល់នេះបងប្អូនចុចចូលនៅកន្លែងកាមេរ៉ារូបកាមេរ៉ានេះហើយបងប្អូនយក photo album បាទបន្ទាប់ពីយើងចូលមកដល់កន្លែងនេះបងប្អូននេះត្រូវយកនេះត្រូវយកពណ៌ green screen មួយបាទបន្ទាប់មកយើងយកពីថាដាក់អញ្ចឹងបន្ទាប់មកបងប្អូនសរសេរអក្សរអីមួយមកយើងដាក់ឥឡូវខ្ញុំដាក់សូមស្វាគមន៍ចេះខ្ញុំដាក់សូមស្វាគមន៍មកកាន់YouTube channel ចេះចុះនេះខ្ញុំសរសេរឲ្យខ្លីៗទេដើម្បីស្រួលយើងយកទៅធ្វើឲ្យបងប្អូនមើលឥឡូវឧទាហរណ៍ថាខ្ញុំធ្វើ green screen ដាក់អក្សររត់ប៉ុណ្្នឹងចុះអញ្ចឹងបន្ទាប់មកបងប្អូនយកពាក្យថាដាននេះមកបន្ទាប់មកបងប្អូនយកពាក្យថា style កន្លែងនេះ style កន្លែងនេះបងប្អូនយកកដាលនេះដើម្បីធ្វើឲ្យអក្សររបស់យើងដិតស្អាតជាយើងទាញអូវាចូលមកខាងក្រោមហើយយកកន្លែងនេះមកកន្លែងហ្នឹងក៏បានកន្លែងនេះក៏បានដែរស្អាតបងប្អូនទេយើងយកកន្លែងណាក៏បានហើយបងប្អូនទាញអាពួកនេះអាពួកក្រោមបងប្អូនទាញមើលខ្លួនឯងទៅឃើញទំហំវារីកអាខ្មៅគៀនអាលើអីក្រោមបងប្អូនមើលខ្លួនឯងហើយនេះកន្លែងតិចនេះជាអក្សរហ្នឹងយើងដាក់ពណ៌បាទយើងដាក់ពណ៌ដាក់អីចឹងទៅបន្ទាប់មកនៅកន្លែង background នេះពេលយើងយកពណ៌វាទៅវានឹងលោតដាក់ផ្ទាំងពីក្រោយអក្សរហ្នឹងទៀតផ្ទាំងអញ្ចឹងខ្ញុំអត់ដាក់ទេឥឡូវយើងយកពាក្យថាដាក់មកហើយយើងយកកន្លែងសាយនេះមកដើម្បីបរិយាអក្សរយើងហើយយើងទាញវាមកដាក់បាទឥឡូវឧទាហរណ៍ថាខ្ញុំដាក់ប៉ុណ្្នឹងហើយខ្ញុំយកប៉ុណ្្នឹងបងប្អូនចុចកន្លែង share នេះហើយយើងយកពាក្យថា save ជាការស្រេចបាទហើយយើងចេញទៅចូលនៅក្នុង CapCut របស់យើងបាទឡើងបញ្ចូលមកដល់កន្លែង CapCut នេះបងប្អូនឃើញ new project យើងចុចលើ new project មកបងប្អូនអរគ្នាបន្ទាប់មកបងប្អូនទៅរកផ្ទាំងរបស់យើងមួយមកផ្ទាំងពណ៌បៃតងរបស់យើងមួយវិញហើយយកពាក្យថា add មកបាទអញ្ចឹងបន្ទាប់មកបងប្អូនទាំងអស់គ្នានេះចូលទៅ add ពណ៌សមួយទៀតបាទអញ្ចឹងពណ៌សនិងពណ៌បៃតងនេះបងប្អូនចូលទៅ download នៅក្នុង CapCut សំទោសចូលទៅ download នៅក្នុង Google មកក៏បានជ្រុំក៏បានអីក៏បានដែរគឺមានទេគាត់បងប្អូនវាយពណ៌ខៀវ green ឬក៏ពណ៌សពណ៌វាយអញ្ចឹងវាចេញមកហើយឥឡូវបងប្អូនចូលមកយកពាក្យថា overlay មួយទៀតមកយើងចុចពីលើវាហើយយកពាក្យថា add overlay តោះមកយើងយកពណ៌សបាទពណ៌សដែលយើងដាក់ណាយើងយកពណ៌សមួយណាទៅបានដែលយើងបាន download ហើយយកពាក្យថា add ទៀតមកអញ្ចឹងវានឹង load មកបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាទាញវាបានវែងតិចមកទំប្រវែងដែលបងប្អូនចង់បានបាទអញ្ចឹងខ្ញុំយកប្រវែងហ្នឹងបន្ទាប់មកបងប្អូនចុចកន្លែងនេះមកចេញវាមកវិញមកហើយបងប្អូនអូសមកខាងគៀនបាទបងប្អូនអូសមកខាងគៀនមកឥឡូវយើងចុចពីលើវីដេអូផ្ទាំងពណ៌សយើងសិនយើងចុចពីផ្ទាំងលើផ្ទាំងសយើងចេះយើងអូសមកគៀនមកនេះហើយបងប្អូនយកពាក្យថា mask នេះបងប្អូនទាំងអស់គ្នាយើងចុចពីលើវាហើយយើងយកអាកដាលនេះmirror នេះបងប្អូនទាំងអស់គ្នាចុចពីលើវាមកបាទបន្ទាប់មកបងប្អូនទាញទំហំវាទាញកន្លែងនេះមកទាញវាចូលយើងយកដៃយើងទាញបានយកដៃយើងបំរុំវាចូលគ្នាមកបាទហើយយើងទាញថាយើងចង់បានប្រវែងណាបងប្អូនចង់បានធំចង់បានអីប្រវែងណាអង្គស្រាយតបងប្អូនទាំងអស់គ្នា
ចឹងដល់ខ្ញុំ clear វាចេញសិនខ្ញុំគ្រប់ខ្ញុំទាញវាវែងចេះនេះទាញវាពេញទាញឲ្យវាពេញនៅកន្លែងហ្នឹងសិនហើយបងប្អូនចូលទៅកន្លែងមិញហ្នឹងដែរចូលទៅកន្លែង mask ហ្នឹងដែរមកបាទហើយយើងយក mirror ទៅដែរបាទអញ្ចឹងយើងធ្វើមិញឲ្យវាទំហំវាពេញប៉ុនគ្នានឹងអាពណ៌បៃតងនេះហើយយើងយកដៃយើងបរួមវាមកបរួមវាឲ្យទូចទូមទំហំយើងយកវាប៉ុណ្ណាដែលយើងចង់បានអញ្ចឹងឧទាហរណ៍ខ្ញុំយកប៉ុណ្្នឹងចាស់អញ្ចឹងយើងយកប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាយកពាក្យថា add overlay មកយើងទៅយកអក្សរដែលយើងសរសេរហើយមុនហ្នឹងបាទនេះអក្សរនេះដែលយើងសរសេរហើយមុនហ្នឹងហើយយកពាក្យថា add ទៀតមកបងប្អូនទាំងអស់គ្នាបាទចឹងពេលយើងយក add ទាំងហើយបងប្អូនទាំងអស់គ្នាទាញវាមកគៀននេះហើយយើងយក remove bg នេះចុចពីលើវាហើយយកអាគៀននេះហើយបន្ទាប់មកយើងនឹងឃើញអក្សរវាលោតបែបនេះចឹងយើងយកដៃយើងប៉ះអក្សរនឹងទាញវាមកចំកន្លែង Q តិចមកបាទវានឹងបាត់ Q នឹងហើយយើងយកពាក្យថានេះកន្លែង text នេះមកហើយយើងទាញវាឲ្យចំកដាលអាកន្លែងផ្ទាំងពណ៌សហ្នឹងទៅហើយយើងបរួមមានតិចយើងមើលថាប៉ុណ្ណាឲ្យតំណងស្អាតបាទយើងគិតថាតំណងប៉ុណ្ណាស្អាតចឹងហើយយើងទាញវាឲ្យប្រវែងគ្នាទាំង3ហ្នឹងមកបាទប្រវែងគ្នាទាំង3អញ្ចឹងបានហើយបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចុចនៅលើអក្សរនេះធ្វើម៉េចឲ្យបានចុចនៅលើហ្នឹងអញ្ចឹងហើយទាញវាមកគៀនបងប្អូនទាំងអស់គ្នាបាទនេះយើងប៉ះវាអញ្ចឹងហើយបងប្អូនទាំងអស់គ្នាចុចសញ្ញាបូកនេះមួយអញ្ចឹងបងប្អូនទាំងអស់គ្នាទាញវាមកគៀនចេះមកដល់គៀនសិនមកដល់គៀនឲ្យបាត់ចេះហើយបន្តបងប្អូនទាំងអស់គ្នាទាញយកដៃទាញវាមកចេះមកដល់គៀនចេះគៀនអញ្ចឹងហើយបងប្អូនទាំងអស់គ្នាយកដៃប៉ះនៅលើនឹងអូអក្សររបស់យើងមកឲ្យត្រង់មកអូវាមករហូតដល់ផុតបាទផុតមកអញ្ចឹងបងប្អូននឹងឃើញចំណុចពណ៌សពណ៌ក្រហមនេះគឺវាលោតមកខ្លួនឯងឃើញទេអញ្ចឹងយើងអាច play បានហើយយើងចុចកណ្ដាលនេះដើម្បី play ឃើញអញ្ចឹងផ្ទាំងអក្សររត់របស់យើងគឺធ្វើបានសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាគឺវាអត់មានពិបាកទេអញ្ចឹងគ្រាន់តែសម្រាប់បងប្អូនដែលថាគាត់អត់ដែរធ្វើគឺអត់ដែរប្រើប្រាស់ CapCut គឺគាត់ចូលមករៀងពិបាកបន្តិចតែបងប្អូនទាំងអស់គ្នាអត់មានអីពិបាកទេបងប្អូនធ្វើបន្តិចគឺអាចស៊ាំឲ្យបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងវីដេអូរបស់យើងគឺធ្វើបានជោគជ័យឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលថាកំពុងទស្សនាវីដេអូមួយនេះឬកំពុងស្វែងរកវីដេអូមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube របស់ខ្ញុំបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ I never made it, but I know what it takes. I'm motivated by a mix of emotions.